សូមឲ្យខ្ញុំបានសង្ខេបសេចក្តីអធិប្បាយនៅថ្ងៃនេះអរុនសុស្ដីនៅព្រឹកនេះយើងនឹងពិនិត្យមើលព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក11ខ25ដល់ខ30នៅទីនេះព្រះយេស៊ូវមានព្រះបន្ទូលប្រាប់ឲ្យយើងមករកទ្រង់បើសិនបើយើងហត់នឿយនឹងមានបន្ទុកធ្ងន់ព្រះយេស៊ូវមានព្រះハរតីសុភាពហើយទ្រង់ប្រទាននឹមដ៏ងាយនិងស្រួលដល់យើងលោកគ្រូវាលបានចាប់ផ្ដើមជាមួយនឹងរឿងរ៉ាវផ្ទាល់ខ្លួនមួយគាត់បាននិយាយថាការគាត់នៅពីក្មេងគាត់បានធ្វើការឲ្យឪពុករបស់គាត់នៅក្នុងផ្នែកសំណងនៅពេលចាប់ផ្ដើមដំបូងគាត់បានធ្វើអ្វីៗគ្រប់យ៉ាងខុសរបៀបការធ្វើបែបនេះជាទូទៅធ្វើឲ្យមានភាពរញ៉េរញ៉ៃនិងមិនមានសុវត្ថិភាពនិងកាន់តែពិបាកផ្ទុយទៅវិញនៅពេលគាត់មានបទពិសោធន៍កាន់តែច្រើនគាត់ត្រូវសង្កេតមើលឪពុករបស់គាត់ដើម្បីដឹងពីរបៀបដែលគាត់ធ្វើការដើម្បីឲ្យគាត់អាចរៀនពីរបៀបធ្វើការដែលត្រឹមត្រូវដែលវាកាន់តែងាយស្រួលមានសុវត្ថិភាពនិងមានប្រសិទ្ធភាពជាងមុនក្នុងន័យដូចគ្នានេះដែរព្រះយេស៊ូវផ្ដល់ឲ្យយើងនៅរបៀបរស់នៅថ្មីមួយព្រះយេស៊ូវហៅយើងឲ្យមករកទ្រង់និងរៀនពីទ្រង់ដើម្បីឲ្យយើងអាចរៀនរស់នៅដោយសេរីភាពមានសេរីភាពនិងស្រាលខ្លួននៅក្នុងខគម្ពីររបស់យើងព្រះយេស៊ូវកំពុងពិពណ៌នាអំពីរបៀបរស់នៅពីរយ៉ាងយើងអាចរែកបន្ទុកដ៏ធ្ងន់ឬយើងអាចយកនំដ៏ងាយនិងស្រាលរបស់យើងពួកផារ៉ាស៊ីបានរស់នៅដោយផ្ទុកបន្ទុកយ៉ាងធ្ងន់ហើយបានបង្រៀនអ្នកដទៃឲ្យធ្វើដូចនោះដែរពួកគេបានវិភាគព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីបង្កើតជាបញ្ជីច្បាប់វិន័យដ៏វែងអន្លាយដែលតាមពិតព្រះជាម្ចាស់មិនដែលប្រទានឲ្យពួកគាត់ទាល់តែសោះព្រះយេស៊ូវមានព្រះបន្ទូលថានេះប្រៀបដូចជាបន្ទុកដ៏ធ្ងន់ដែលមិនអាចរែកពុនបានសប្តាហ៍ថ្ងៃនេះតើអ្វីជាបន្ទុកដ៏ធ្ងន់ដែលអ្នកកំពុងរែកពុនប្រហែលវាជាបញ្ជីច្បាប់ដ៏វែងអន្លាយសម្រាប់ពួកយើងជាច្រើនបន្ទុកដ៏ធ្ងន់ដែលរំខានជាបន្តបន្ទាប់ដោយកិច្ចការទាំងអស់ទទួលខុសត្រូវរបស់យើងនិងការជូនដំណឹងលើទូរស័ព្ទរបស់យើងបានធ្វើឲ្យខ្លួនឯងមមាញឹកយ៉ាងខ្លាំងរហូតដល់គ្មានពេលស្ដាប់ព្រះបន្ទូលជាព្រះជាម្ចាស់គ្មានពេលស្ដាប់គ្នាទៅវិញទៅមកឬសំបីតែស្ដាប់ខ្លួនឯងព្រះជាម្ចាស់មិនបានបង្កើតយើងមកឲ្យមានអារម្មណ៍អស់កម្លាំងល្វើយគ្រប់ពេលបែបនោះឡើយដូច្នេះតើឲ្យយើងមានអារម្មណ៍តើមានអ្វីជាដំណោះស្រាយព្រះយេស៊ូវហៅយើងឲ្យមករកទ្រង់និងរៀនពីទ្រង់ដើម្បីឲ្យយើងអាចរៀនរស់នៅដោយសេរីភាពព្រះយេស៊ូវផ្ដល់នៅនំថ្មីមួយដែលជាឧបករណ៍ដែលជួយសត្វគោឲ្យធ្វើការប៉ុន្តែក្នុងពេលជាមួយគ្នានោះព្រះយេស៊ូវសន្យាថានឹងប្រទានការសម្រាកដល់មនុស្សផងដែរនេះមានន័យថាការដើរតាមព្រះយេស៊ូវនឹងត្រូវមានកាតព្វកិច្ចខ្លះដែលត្រូវធ្វើវានឹងមានការប្រឈមប៉ុន្តែវាមិនមែនដើម្បីនាំយើងទៅរកការអស់កម្លាំងខ្លាំងឬល្វើយនោះឡើយម្យ៉ាងទៀតសំបីតែសម្លៀកបំពាក់របស់គ្រូគង្វានៅព្រះវិហារក៏ត្រូវបានរៀបចំឡើងដើម្បីរំលឹកយើងអំពីនឹមដ៏ស្រាលនិងងាយស្រួលរបស់យើងដែរនោះហើយជាអត្ថន័យនៃសម្លៀកបំពាក់ដែលគ្រូគង្វាពាក់ជុំវិញករបស់ពួកគេវាជួយរំលឹកយើងថាព្រះយេស៊ូវហៅយើងឲ្យបម្រើទ្រង់ជាមួយនឹងនឹមដ៏ងាយនិងស្រាលព្រះយេស៊ូវនឹងសុំឲ្យយើងលះបង់ជីវិតរបស់យើងដើម្បីស្វែងរកទ្រង់ហើយផ្ទុកឈើឆ្កាងរបស់យើងរួចដើរតាមទ្រង់ទោះជាយ៉ាងណាក៏ដោយប្រសិនបើយើងទទួលយកការអញ្ជើញរបស់ព្រះយេស៊ូវយើងនឹងដើរជាមួយនឹងព្រះយេស៊ូវហើយជាភាពខុសប្លែកគ្នាទ្រង់មិនបានហៅយើងឲ្យមកបម្រើដាច់ដោយឡែកពីទ្រង់នោះទេដំបូងឡើយទ្រង់គ្រាន់តែសុំឲ្យយើងមករកទ្រង់តែប៉ុណ្ណោះនោះហើយជាភាពខុសគ្នាដ៏ធំអ្នកដឹកនាំសាសនាបានព្យាយាមកាន់តាមច្បាប់
ប៉ុន្តែពួកគេបានរំលងប្រតិយរបស់ព្រះបិតាពួកគេបានព្យាយាមស្ដាប់បង្គាប់ដោយមិនបានស្គាល់ព្រះបិតាពិតប្រាកដនោះឡើយនេះជាអ្វីដែលព្រះយេស៊ូវមានបន្ទូលបើអ្នករាល់គ្នាស្គាល់ខ្ញុំអ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរតែយើងអាចយកព្រះបន្ទូលទាំងនេះមកអនុវត្តនៅក្នុងជីវិតយើងរបស់យើងសពថ្ងៃនេះដោយរបៀបណាគឺមាន3ចំណុចគឺជាចំណុចងាយទី1មករកព្រះយេស៊ូវជាញឹកញាប់យើងព្យាយាមស្វែងរកការសម្រាកនៅក្នុងការកំសាន្តឬការលំហែកាយប៉ុន្តែមុននឹងយើងធ្វើបែបនេះចូលមករកព្រះយេស៊ូវហើយប្រាប់ទ្រង់អំពីភាពមមាញឹកនិងការព្រួយបារម្ភរបស់អ្នកទី2កាត់បន្ថយភាពមមាញឹកខ្លះចេញពីជីវិតរបស់អ្នកពិចារណាថាតើកិច្ចការណាខ្លះដែលអ្នកងាយស្រួលអាចដកវាចេញតើវាជាការរំខាននៅលើទូរស័ព្ទរបស់អ្នកឬការមើលកម្មវិធីទូរទស្សន៍រាប់ម៉ោងឬការជូនដំណឹងដែលគ្មានទីបញ្ចប់ឬចូលពិនិត្យមើលទម្លាប់ប្រចាំថ្ងៃរបស់អ្នកនិងការកំណត់ទូរស័ព្ទរបស់អ្នកដើម្បីកាត់បន្ថយការរំខានមួយចំនួនចេញទី3បង្កើតពេលវេលាដើម្បីស្ដាប់ព្រះជាម្ចាស់បើសិនបើយើងញៀននឹងការប្រញាប់ប្រញាល់ឬរឿងនេះអាចនឹងពិបាកប៉ុន្តែចូលចំណាយពេលស្ដាប់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់និងការអធិស្ឋាននិយាយទៅកាន់ទ្រង់តាមរយៈការអធិស្ឋានឬសរសេរកំណត់ហេតុប្រាប់ទ្រង់អំពីអារម្មណ៍របស់អ្នកនិងរបៀបដែលអ្នកចង់ចូលទៅចិត្តទ្រង់នៅក្នុងរឿងទាំងអស់នេះខ្ញុំសូមអធិដ្ឋានសូមឲ្យអ្នករៀនទទួលនឹមដ៏ងាយនិងស្រាលរបស់ព្រះយេស៊ូវជារៀងរាល់ថ្ងៃចូលរៀនដាក់ចុះនៅរបស់ធ្ងន់ដែលអ្នកកំពុងរែកពុនហើយមករស់នៅក្នុងជីវិតដែលព្រះយេស៊ូវមានប្រតិយចង់ឲ្យអ្នករស់នៅការសង្ខេបសេចក្តីអធិប្បាយសម្រាប់ថ្ងៃនេះចប់តែប៉ុណ្ណេះសូមព្រះជាម្ចាស់ប្រទានពរអស់លោកអ្នកបងប្អូន